ปราสาทพนมดาទីតាំងភូមិសាស្ត្រប្រាសាទភ្នំដាជាមានទីតាំងស្ថិតនៅភូមិព្រៃតាផឃុំគោកធ្លកស្រុតអង្គរបុរីខេត្តតាកែវនិងស្ថិតនៅខាងកើតទីរួមខេត្តតាកែវដែលមានចម្ងាយ102គីឡូម៉ែត្រពីរាជធានីភ្នំពេញនិង24គីឡូម៉ែត្រពីទីរួមខេត្តតាកែវតាមផ្លូវព្រៃជីកម្យ៉ាងទៀតយើងអាចធ្វើដំណើរបន្តពីប្រាសាទភ្លុំជីសូរទៅទិសខាងកើតសំដៅទៅទីរួមស្រុកព្រៃកប៉ះរហូតដល់ព្រៃលវារួចបត់ស្ដាំតាមផ្លូវកៅស៊ូទៅត្រង់រហូតដល់ភ្នំដាតែម្ដងប្រាសាទភ្នំដាមានភូមិសាស្ត្រលិចទឹក6ខែនិងគោក6ខែដែរបច្ចុប្បន្នប្រាសាទភ្នំដាជាប្រាសាទមួយដែលមានភាពចាស់ទ្រុឌទ្រោមតាមរបៀបបុរាណដែលបានបន្សល់ទុកតាំងពីយូរណាស់មកហើយប៉ុន្តែប្រាសាទនេះជាប្រាសាទមួយដែលមានភ្ញៀវទេសចរជាច្រើនតែងតែទៅចូលទស្សនាគ្រប់ពេលវេលាទាំងអស់ព្រោះវាប្រកបដោយទេសភាពទឹកទន្លេដែលហុំព័ទ្ធនារដូវវស្សាប្រៀបបីដូចជាកោះមួយដែលស្ថិតនៅចំកណ្ដាលសមុទ្រដូនោះដែរម្យ៉ាងវិញទៀតមានព្រៃឈើដុះពួតជុំវិញមានពណ៌បៃតងខៀវស្រងាត់អែមទៅដោយសំឡេងរ៉ៃយំរន្ទុំនារដូវស្លឹកឈើលាស់មិនត្រឹមតែប៉ុណ្ណោះមានប្រជាជនដែលរស់នៅក្នុងតំបន់នោះជាពិសេសប្រជាជនដែលរស់នៅជុំវិញជើងភ្នំដានេះតែម្ដងដែលមានភាពរួសរាយរាក់ទាក់ចំពោះបណ្ដាភ្ញៀវទេសចរដែលបានចូលទៅទស្សនាតំបន់នោះតែម្ដងប្រាសាទភ្នំដាមានទីតាំងស្ថិតនៅក្នុងរាជធានីនរវរនគរនិងមានឈ្មោះជាភាសាចិនណាហ្វូណាប្រវត្តិប្រាសាទភ្នំដាស្ថាបនាលើភ្នំតូចមួយក្នុងសតវត្សទី6ប្រហារដោយព្រះមហាក្សត្រខ្មែរដែលគ្រងរាជ្យនៅចុងសម័យនគរភ្នំគឺព្រះបាទរុទ្រវរ្ម័នតាមការបញ្ជាក់របស់លោកមីព្រីណូជាបុរាណវិទូជនជាតិបារាំងប្រាសាទនេះធ្វើអំពីថ្មបាយក្រៀមឥដ្ឋនិងថ្មភក់ពុំមានកំពែងពួនជុំវិញទេហើយបែរមុខទៅទិសខាងជើងកំពូលប្រាសាទត្រូវបានបាក់បែកមួយផ្នែកធំចំណែកផ្តែរដែលជាចម្លាក់ពីរឿងកូរសមុទ្រទឹកដោះក៏ត្រូវបានបាក់ជាពីរផ្នែកនិងផ្នែកមួយទៀតបង្ហាញពីព្រះវិស្ណុកំពុងផ្ទុំនៅលើនាគអានន្ទប្រាសាទភ្នំដាមានរាងជាការ៉េដែលមានទំហំ12ម៉ែត្រគុណនឹង12ម៉ែត្រកម្ពស់18ម៉ែត្រមានទ្វារ4ទ្វារពិតមានចំនួន1នៅទិសខាងជើងនិងទ្វារបញ្ឆោត3តាមរយៈលោកប្រាក់សុវណ្ណារាអ្នកបុរាណវិទូជនជាតិខ្មែរមកពីក្រសួងវិចិត្រសិល្បៈបានធ្វើការសិក្សាស្រាវជ្រាវថាប្រាសាទភ្នំដាជាប្រាសាទដែលបានស្ថាបនាឡើងជាលើកទី2ទៅលើប្រាង្គប្រាសាទចាស់ដែលប្រាសាទចាស់គេមុនសង់អំពីឥដ្ឋប្រាសាទនៅពេលបច្ចុប្បន្នជាប្រាសាទកសាងនៅសម័យអង្គរដែលកសាងក្នុងរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី1ដោយផ្នែកខាងក្រោមជាថ្មបាយក្រៀមដែលកសាងនៅសម័យអង្គរនៅសតវត្សទី11ចំណែកផ្នែកខាងលើជាសំណង់ឥដ្ឋជាឥដ្ឋដែលបានសល់ប្រាសាទចាស់ដែលបានយកមកកែច្នៃឡើងវិញរីឯហោជាងមានរចនាបថក្លិង្គជរបាពួនចំណែកសសរពេជ្រមាននៅសល់មួយនិងនៅមួយចំហែងទៀតត្រូវបានបារាំងយកទៅដាក់នៅសារមន្ទីរគីមេក្នុងប្រទេសបារាំងសសរពេជ្រមានស្ថិតនៅក្នុងសម័យអង្គរក្នុងសតវត្សទី11ផ្តែរនៅប្រាសាទភ្នំដាមានចំនួន2ដែលផ្តែរនៅក្នុងប្រាសាទមួយចំហែងដែលនៅសល់គឺនិយាយពីរឿងកូរសមុទ្រទឹកដោះនិងផ្តែរដដែលមួយចំហែងទៀតត្រូវបានបារាំងយកទៅតម្កល់នៅសារមន្ទីរគីមេប្រទេសបារាំងដែរចំណែកផ្តែរមួយទៀតដែលនិយាយពីរឿងព្រះវិស្ណុផ្ទុំលើនាគអានន្ទត្រូវបានយកទៅតម្កល់នៅសារមន្ទីរអង្គរបូរីក្នុងទីរួមខេត្តតាកែវដែរម្យ៉ាងទៀតផ្តែរមានជារឿងកសមុទ្រទឹកដក់ជាផ្តែររបស់ប្រាសាទថ្មីដែលកសាងនៅសតវត្សទី11ចំណែកផ្តែរដែលមានជារឿងព្រះវិស្ណុផ្ទុំលើនាគអានន្ទជាផ្តែរប្រាសាទចាស់នៅសតវត្សទី6តាមការសិក្សាស្រាវជ្រាវបានសន្និដ្ឋានថានៅក្នុងបរិវេណនៃយុទ្ធប្រាសាទនិងតនបុនមានប្រាង្គប្រាសាទមិនតិចជាង10នោះឡើយដែលមានកាលបរិច្ឆេទកសាងនៅអំឡុងសតវត្សទី6និងសតវត្សទី7នៃគ្រិស្តសករាជនៅអាណាចក្រភ្នំប៉ុន្តែពុំមានប្រាង្គប្រាសាទមួយណាបានគង់វង្សល្អនោះឡើយនៅរវាងឆ្នាំ1920ក្រុមអ្នកស្រាវជ្រាវបារាំងបានធ្វើការរុករកនៅក្លោងប្រាសាទដោយបានជួបប្រទះនៅរូបចម្លាក់ជាច្រើនហើយរូបចម្លាក់មួយចំនួនបានដឹកយកទៅប្រទេសបារាំងតួយ៉ាងដូចជាព្រះហរិហរយៈជាដើមម្យ៉ាងទៀតនៅឆ្នាំ1935ធ្វើការសិក្សាស្រាវជ្រាវតាមបែបបុរាណបានរកឃើញរូបព្រះរាមព្រះនរាយណ៍និងព្រះបល័យហើយបានយកមកតម្កល់ទុកនៅក្នុងសារមន្ទីរភ្នំពេញជាដើមត្រឹមប្រាសាទភ្នំដាមានរូងភ្នំសិប្បនិច្ចមួយដែលបង្ហាញពីរចនាបថភ្នំដាកសាងឡើងមានលក្ខណៈប្រហាក់ប្រហែលនឹងរចនាបថនៅប្រទេសឥណ្ឌា
នៅក្នុងរូងមានតម្កល់សេវលង្កៈនិងយោនីនាងឧមាជាទីសក្ការៈសម្រាប់ឧទ្ទិសទៅដល់ព្រះសិវៈនៅសាសនាព្រាហ្មណ៍សាសនារូងភ្នំទាំង5មានឈ្មោះថារូងភ្នំប្រាសាទដុលប្រាសាទដុលជាប្រាសាទដែលជាស្នាដៃបព្វបុរសខ្មែរដែលលុងភ្នំធ្វើជាប្រាសាទនៅសម័យអាណាចក្រភ្នំជាប្រាសាទដែលកសាងជារូងមុនប្រាសាទដែលជាឥដ្ឋនិងថ្មមានរូងមួយក្នុងចំណោមរូងទាំង5មានរូងមួយត្រូវបានប្រែប្រាំងជាឆាបនដ្ឋានក្នុងអំឡុងឆ្នាំ1975ដល់ឆ្នាំ1979ដែលជាសម័យខ្មែរក្រហមឬសម័យកម្ពុជាប្រជាធិបតេយ្យនៅប៉ែកនិរទីនៃប្រាសាទភ្នំដាមានចម្ងាយប្រមាណ300ម៉ែត្រមានប្រាសាទមួយទៀតដែលស្ថាបនាអំពីថ្មបាសាល់ដែលថ្មនេះភាគច្រើនមានតែនៅខេត្តក្រចេះនិងខេត្តកំពង់ចាមដែលសម្បូរប្រាសាទមានលក្ខណៈ2ជាន់បែរមុខទៅទិសខាងជើងមានទ្វារ2និងបង្អួច5តាមរចនាបថបែបឥណ្ឌាដែលមានឈ្មោះថាអាស្រមមហាឥសីនៅខាងបង្អួចមានរុនបង្ហូរទឹកមុនមួយដែលហៅថាសូសូត្រាឬសោម៉ាសូត្រាដែលប្រែថាទល់បង្ហូរទឹកមុនពីក្នុងប្រាសាទមហាឥសីជាប្រាសាទកសាងនៅសម័យអាណាចក្រភ្នំនៅចុងសតវត្សទី6ដើមសតវត្សទី7ជាសម័យចន្លោះសម័យអាណាចក្រភ្នំទៅសម័យចិនឡាប្រាសាទអាស្រមមហាឥសីមានលក្ខណៈល្អដោយសារមានការជួសជុលហើយម្ដងនៅឆ្នាំ1935ដោយលោក Henri Mosier ជាជនជាតិបារាំងនៅក្នុងជួសជុលប្រាសាទមានការបន្ថែមនៅថ្មបាយក្រៀមដើម្បីជាការជំនួយនិងមានចាក់គ្រឹះជាបេតុងកំថែមផងដែរនៅអង្គរបុរីមានទីក្រុងជាលក្ខណៈពងក្រពៀវដែលជាកេរដំណែលនៃសម័យបុរេប្រវត្តិសាស្ត្រក៏ដោយប៉ុន្តែវាត្រូវបានប្រែប្រួលផ្នែកនិមិត្តរូបនិយមតាមបែបឥណ្ឌានាដើមសតវត្សទី1ដល់សតវត្សទី6ទៅហើយទីក្រុងនេះត្រូវបានជាលោកធាតុមួយដែលមានប្រាសាទជាច្រើនស្ថិតនៅលើទួលវត្តគំនូដែលសប្តាហ៍ត្រូវបានបំផ្លាញអស់ទៅហើយនោះតំណាងឲ្យមជ្ឈមណ្ឌលនៅចំកណ្ដាលចំណែកទីស្ថានដែលសំខាន់ជាងគេនៃទីក្រុងគឺស្ថិតនៅកំពូលភ្នំនៅក្រៅរាជធានីគឺប្រាសាទភ្នំដានិងប្រាសាទអាស្រមមហាឥសីនៅលើគឿនប្រាសាទភ្នំដាដែលជាប្រាសាទឥដ្ឋគេបានជួបប្រទះនៅចម្លាក់ព្រះវិស្ណុធំជាងគេបង្អស់រឿងនិទានកាលពីព្រេងដាណីទឹកដីកូថុតធ្លក់ជាមហាសមុទ្រដ៏ធំធេងមិនមួយដែលមិនមានមនុស្សណាម្នាក់រស់នៅឡើយកាលពីសម័យមួយក៏មានស្ដេចមួយព្រះអង្គដែលរសាត់អណ្ដែតតាមកកបាលក៏មុខកលនឹងកកមួយដែលនៅពេលបច្ចុប្បន្នមានឈ្មោះថាភ្នំបុរីនេះឯងនៅរាត្រីថ្ងៃមួយក៏មានតួធីតារបស់ស្ដេចនេះគឺនាងលីវៃឬដែលហៅថានាងនេះក៏បាននាំបរិវេណមកលើឆ្នេរសមុទ្រនៃកោះគោកធ្លក់នេះតែម្ដងដែលនៅក្នុងពេលដែលបត្រធីតារបស់ស្ដេចនេះគឺព្រះនាងលីវៃកំពុងតែមុជទឹកប្រឡែងគ្នាលេងជាមួយនឹងបរិវេណរបស់នៅទូតគ្នាក៏ព្រះធងក៏លបលួចមើលឃើញព្រះនាងរួចក៏ចាប់ចិត្តស្រឡាញ់នាងនេះតែម្ដងដោយសេចក្តីស្នេហារបស់នាងនេះនិងព្រះធងដែលជាមនុស្សធម្មតាលុះឈានដល់ជីវិតអភិហាពិពាហ៍ក៏មានការក្តៅក្រហាយទៅដល់ពួកទេវតានៅឋានលើដែលព្រះអន់ខ្លាចនៅពេលដែលព្រះធងនិងនាងនេះដែលរៀបការហើយនោះឆ្លោះប្រកែកគ្នានឹងខ្លាចនាងនេះខំសម្លាប់ព្រះធងដែលជាមនុស្សធម្មតាព្រះអើយព្រះអែនក៏ទ្រង់យាងចុះកោថ្មិញនាងនេះដែលជាសត្វនេះកុំឲ្យថ្ងៃក្រោយមានពីអាចខំសម្លាប់ព្រះធងដែលជាស្វាមីរបស់ព្រះនាងហេតុដូច្នេះទើបមានពិធីធ្វើថ្មិញបំពេញលក្ខណៈដល់កូនប្រុសស្រីនៅពេលដែលមានពិធីមង្គលការកើតឡើងក៏คล้ายទៅជាប្រពៃណីទំនៀមទម្លាប់របស់ប្រជាជនខ្មែរនៅពេលបច្ចុប្បន្ននេះតែម្ដងក្រោយមកនៅពេលដែលស្ដេចភពចង្កនាដែលជាព្រះបិតារបស់នាងលីវៃបានរៀបអភិហាពិពាហ៍ឲ្យកូនចប់រួចរាល់ហើយព្រះនាងលីវៃក៏នាំព្រះធងដែលជាស្វាមីទៅលេងព្រះបរមរាជវាំងរបស់ខ្លួននៅពេលនោះដោយសារព្រះធងជាមនុស្សលោកធម្មតាមិនឯកហែកទឹកបានក៏នាងនេះឲ្យព្រះធងតងស្បៃនាងនេះទៅមុជចុះទៅស្ថានរបស់ខ្លួនកុំឲ្យព្រះធងមានផលលំបាកដែលនេះក៏ជាទំនៀមទម្លាប់របស់ខ្មែរនៅពេលចុងក្រោយនៃឲ្យខ្លាយទៅជាផ្ទៃដីនៅក្នុងគោលបំណងកសាងប្រាសាទជូនជាចំណងដីឲ្យបុត្រាបុត្រីរបស់ខ្លួនដែលទើបនឹងរៀបការហើយព្រះធងជាមនុស្សលោកធម្មតាមិនអាចរស់នៅក្នុងសមុទ្របានដូចជានាងនេះនោះបានទេហើយដោយសារតែប្រវត្តិដ៏ច្រើនរាប់មិនឈ្នះរបស់ប្រាសាទភ្នំដានេះហើយក៏បានតាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនានិងជាពិសេសនោះមានបណ្ដាអ្នកបុរាណវិទូជាច្រើនចូលមកទស្សនានិងស្រាវជ្រាវពីប្រវត្តិនោះតែម្ដងប្រាសាទភ្នំដាមានទីតាំងស្ថិតនៅក្នុងរាជធានីនរវូនគរនិងមានឈ្មោះជាភាសាចិនណាហ្វូណាศิลาចារឹកភ្នំដាលេខ549គ្មានចុះកាលបរិច្ឆេទប៉ុន្តែប្រហែលសតវត្សទី6បានរៀបរាប់ពីព្រះមហាក្សត្ររុទ្រវរ្ម័ននិងមានឈ្មោះព្រះវិស្ណុមួយចំនួនដែលគេរកឃើញនៅក្នុងលៀងជុំវិញភ្នំដាศิลาចារឹកចាស់បង្អស់សរសេរជាភាសាខ្មែរគឺศิลาចារឹកអង្គរបុរីលេខ600
ដែលមានដាក់កាលបរិច្ឆេទឆ្នាំ611នៃគ្រិស្តសករាជក្រៅពីศิលាចារឹកនេះศิលាចារឹកមួយចំនួននៅអង្គរបុរីដូចជាศิលាចារឹកវត្តថ្លែងកោះសាំងស៊ីនលេខការ1ศิលាចារឹកវត្តពោធិវង្សលឿលេខការ11ศิលាចារឹកអង្គរបុរីលេខការ25ศิលាចារឹកព្រះវិហារធំខេត្តកំពង់ចាមលេខការ520ศิលាចារឹកទួនវត្តគំនូលេខការ557ศิលាចារឹកទួលអង្គលេខការ559ដែលបាត់កាលបរិច្ឆេទមានអក្ខរវិរុទ្ធចាស់បុរាណជាងศิលាចារឹកលេខការ600ទៅទៀតជារួមមកប្រាសាទភ្នំដាធ្នងជាប្រាសាទដែលសាងសង់ឡើងនៅរវាងសតវត្សទី11ឧទ្ទិសដល់ព្រហ្មញ្ញសាសនាហើយសង់នៅលើទីតាំងប្រាសាទចាស់កាលពីសម័យហ្វូណនទៀតផងជានេះសតោតប្រាសាទភ្នំដាមានលក្ខណៈស្ថាបនកម្មនិងសិល្បៈប្រហាក់ប្រហែលប្រាសាទត្រាវខេត្តសៀមរាបនិងប្រាសាទគោកឃ្វិតស្រុកបាធាយខេត្តកំពង់ចាម